ហេតុអ្វីបានជាគួរជ្រើសញ៉ាំយ៉ាសាកា collagen នៅពេលព្រឹកសម្រាប់បងអូនដែលមានបញ្ហាស្បែកខ្សោយងាយរលាកក្រហមឬក៏ខូចរនាំងការពារស្បែកមានជាបញ្ហាស្បែកស្រអាប់ស្ងួតគ្មានសំណើមដូច្នេះហើយជ្រើសញ៉ាំយ៉ាសាកា collagen នៅពេលព្រឹកមុនអាហារ15នាទីគឺជាជម្រើសដ៏ល្អបំផុតយ៉ាសាកា collagen គឺជាប្រភេទ collagen ទឹកជា collagen សុទ្ធៗគ្មានជាតិស្ករនិងមានកម្រិត mg ខ្ពស់ហើយក៏សម្បូរទៅដោយវីតាមីន C ដែលជួយជួសជុលកោសិកាស្បែកឲ្យរឹងមាំត្រឡប់មកវិញជួយពង្រឹងរនាំងការពារស្បែកការពារពីពន្លឺ UV ការពារពីការរលាកក្រហមហើយយ៉ាសាកា collagen ជាប្រភេទ collagen tripeptide ដែល tripeptide គឺជាបច្ចេកវិទ្យាចុងក្រោយបង្អស់តែម្ដងសូម្បីតែសាស្ត្រាចារ្យនៅអន្តរជាតិក៏ណែនាំឲ្យញ៉ាំជាមួយនឹង collagen ណាដែលមាន tripeptide ដែរទើបឆាប់ទទួលបានប្រសិទ្ធភាពលឿនញ៉ាំយ៉ាសាកា collagen ត្រឹមតែមួយថ្ងៃមួយដបគឺគ្រប់គ្រាន់សម្រាប់រាងកាយជួយទៅផ្ដល់សំណើមធ្វើឲ្យស្បែកសភ្លឺថ្លាម៉ត់រលោងហើយក៏ជួយទៅបំបត្តិបញ្ហាមុខមុនមុខជាំមុខស្នាមឲ្យខ្មៅមុខមានផ្នែកជ្រីជ្រួយជួយបង្ហាត់សាច់ដុំស្បែកឲ្យតឹងណែនត្រឡប់មកវិញជួយកាត់បន្ថយការជ្រុះសក់បណ្ដុះកូនសក់ថ្មីធ្វើឲ្យសក់ភ្លឺរលោងចំណែកក្រចកវិញរឹងមាំល្អហើយឡើងពណ៌ផ្កាឈូកក៏ប៉ុន្តែសម្រាប់បងអូនណាដែលមមាញឹកជាមួយនឹងការងាររហូតដល់មានភាពតានតឹងពិបាកក្នុងការគេងម្ដងមកញ៉ាំនៅពេលយប់មុនពេលចូលគេងកន្លះម៉ោងបានដើម្បីជួយសម្រួលដល់ការគេងឲ្យយើងគេងលក់ស្កប់ស្កល់បានល្អញ៉ាំជាមួយយ៉ាសាកា collagen tripeptide ត្រឹមតែមួយថ្ងៃមួយដបហើយញ៉ាំអស់ត្រឹមតែមួយប្រអប់ដំបូងប៉ុណ្ណោះបងអូននឹងចាប់ផ្ដើមឃើញប្រសិទ្ធភាពភ្លាមៗតែម្ដងមិនចាំបាច់ចំណាយពេលវេលាយូរក្នុងការឃើញប្រសិទ្ធភាពនោះទេ